អ្នកមត្ថរតនតយស័កសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមទស្សនរាប់អានចំពោះលោកចាស់ព្រះមហាលិង្គសុវណ្ណចម្រើនពរចំពោះញាតិញោមជាពុទ្ធបរិស័ទជាពិសេសឧបាសិកាជាសុចិន្តាដែលកំពុងតែមានសេចក្តីទុក្ខដែលកើតអំពីរោគបៀតបៀនតាមព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ប្រកាសសម្ដែងអំពីសេចក្តីវិនិច្ឆ័យរបស់សត្វលោកមាន5ដែលជាសេចក្តីវិនិច្ឆ័យគ្រប់គ្នាអាចកើតមានឡើងបានសេចក្តីវិនិច្ឆ័យទាំងអស់នោះគឺទី1ឲ្យឈ្មោះថាជាការវិនិច្ឆ័យនៅរោគវិនិច្ឆ័យដោយសាររោគហៅថារោគភ្ជាសនៈវិនិច្ឆ័យដោយសាររោគទី2គឺវិនិច្ឆ័យដោយសារប្រត់ប្រាស់ញាតិហៅថាញាតិភ្ជាសនៈគឺថាបែកបាក់នៅញាតិសន្តានប្តីប្រពន្ធកូនចៅបែកបាក់គ្នាដោយការឆ្លោះទាស់តែងគ្នាក្តីដោយការស្លាប់បាត់បង់ជីវិតក្តីទាំងអស់នេះចាត់ទុកថាជាការបែកបាក់គ្នានឹងតែจะមានវិនិច្ឆ័យអញ្ចឹងឯងមនុស្សម្នាក់ហើយវិនិច្ឆ័យទី3គឺហៅថាភោគៈភ្ជាសនៈគឺវិនិច្ឆ័យទ្រព្យសម្បត្តិដែលបានហើយដែលមានហើយដែលកំពុងតែរកឧទាហរណ៍ថាកំពុងតែលក់ដូរនៅចំកន្លែងហ្នឹងលក់ដូរហាងអីញោមហាងកាទៀវកាឈូកតពាំងឈូកហាងកាទៀវតពាំងឈូកអញ្ចឹងมันប្រកាសថាចំណេញច្រើនរាល់តែថ្ងៃទេគឺថាមានថ្ងៃខ្លះខាតក៏មានដូច្នេះការដែលខាតហ្នឹងហៅថាភោគៈភ្ជាសនៈគឺមានន័យថាការដែលវិនិច្ឆ័យនៅភោគៈសម្បត្តិវិនិច្ឆ័យនៅទ្រព្យសម្បត្តិឬក៏បើមិនមែនជាអ្នកជំនួញជួញដូរអីទេអ្នករកស៊ីអីទេក៏អ្នកហ្នឹងត្រូវប្រត់ប្រាស់ឬក៏ខាតខូចនៅទ្រព្យសម្បត្តិរបស់ខ្លួនដោយប្រការផ្សេងដោយចោលលួចដោយទឹកលិចដោយគេដណ្ដើមយកទៅឬក៏ព្រះជាមករឹបអូសយកទៅជាដើមទាំងអស់នេះក៏ឃើញថាការវិនិច្ឆ័យហ្នឹង3ប្រការហើយវិនិច្ឆ័យទី4គឺសីលភ្ជាសនៈគឺវិនិច្ឆ័យនៅសិលដល់វិនិច្ឆ័យទី5គឺទិដ្ឋិភ្ជាសនៈវិនិច្ឆ័យនៅការយល់ត្រូវទាំងអស់ហ្នឹងសម្រាប់មនុស្សធម្មតាតែរិះពិចារណាទៅឃើញទម្ងន់នៃសេចក្តីវិនិច្ឆ័យ3ខាងដើមឃើញថាជាការវិនិច្ឆ័យធ្ងន់ធ្ងរវិនិច្ឆ័យ3ខាងដើមប៉ុណ្ណាគឺថាវិនិច្ឆ័យដោយរោគក៏មានរោគបៀតបៀននៅផ្លូវកាយនឹងថាធ្ងន់ធ្ងរសម្រាប់មនុស្សធម្មតានឹងទី1ទៅទី2ការវិនិច្ឆ័យនៅញាតិបែកបាក់ញាតិសន្តានពុកម្ដាយក៏មិនបានឃើញខ្លះកើតមកមិនដែលបានជួបពុកម្ដាយក៏ព្រាតាំងតែពីតូចឬក៏កើតឡើងហើយក៏ត្រូវបែកបាក់គ្នាយ៉ាងណាគឺមានការលំបាកនៅក្នុងចិត្តគិតថាជាសកម្មភាពមួយដែលកើតឡើងសម្រាប់ខ្លួនឯងនឹងធ្ងន់ធ្ងរបំផុតនៅក្នុងឆាកជីវិតដល់ទៅវិនិច្ឆ័យទី3គឺវិនិច្ឆ័យនៅទ្រព្យសម្បត្តិការវិនិច្ឆ័យទ្រព្យសម្បត្តិក៏ធ្វើឲ្យមនុស្សនឹងគិតថាជាការវិនិច្ឆ័យនៅរបស់ដែលមានតម្លៃវិនិច្ឆ័យនៅរបស់ដែលសំខាន់របស់ខ្លួនដូច្នេះហើយក៏គិតថាជាវិនិច្ឆ័យធ្ងន់ធ្ងរប៉ុន្តែសម្រាប់ព្រះសម្មាសម្ពុទ្ធឯណោះទៅវិញដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហ្នឹងព្រះអង្គមិនឲ្យតម្លៃ3ខាងដើមហ្នឹងថាជាវិនិច្ឆ័យដ៏ធំនោះទេគឺវិនិច្ឆ័យទាំងអស់ហ្នឹងវិនិច្ឆ័យ2ខាងចុងគឺវិនិច្ឆ័យសិលនឹង1វិនិច្ឆ័យទិដ្ឋិនឹង2ក៏2ខាងចុងហ្នឹងឯងវិនិច្ឆ័យហ្នឹងក្រៃលែងជាងវិនិច្ឆ័យខាងដើមហ្នឹងទៅទៀតពីព្រោះព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាមនាលភិក្ខុទាំងឡាយបើបុគ្គលវិនិច្ឆ័យទី1ទី2ទី3ហ្នឹងគឺអត់មានធ្លាក់នរកទេមិនធ្លាក់ទៅក្នុងទុគតិវិនិបាតទេប៉ុន្តែបើបុគ្គលណាដែលវិនិច្ឆ័យនៅសិលវិនិច្ឆ័យនៅទិដ្ឋិហ្នឹងគឺរមែងទៅកាន់ទុគតិវិនិបាតដូច្នេះហើយវាជារឿងដែលគួរឲ្យភ័យវាជារឿងដែលគួរឲ្យតក់ស្លុតវាជារឿងដែលគួរឲ្យខ្លាចដូច្នេះពុទ្ធបរិស័ទនៅពេលដែលយើងបាននៅទិដ្ឋិផងនៅពេលដែលយើងបាននៅសិលដ៏បរិសុទ្ធផង
ទាំងអស់ហ្នឹងមានន័យថាពុទ្ធបរិស័ទកំពុងតែបាននៅទីពឹងកំពុងតែបាននៅទីរលឹកទៅបាត់តែរោគាជាធិកំពុងកើតមានក្តីទៅបាត់ទៅថាញាតិរបស់យើងត្រូវប្រត់ប្រាស់ទៅក្តីឬក៏ទ្រព្យសម្បត្តិរបស់យើងត្រូវវិនិច្ឆ័យក្តីប៉ុន្តែបើសិនជាយើងរក្សាសិលបានយើងរក្សានៅទិដ្ឋិពោលគឺការយល់ត្រូវដឹងបាបដឹងបុណ្យដឹងគុណដឹងទោសតាមហេតុតាមផលបានទាំងអស់នឹងឯងគឺជាគុណសម្បត្តិដ៏ក្រៃលែងមិនចាត់ទុកថាជាការវិនិច្ឆ័យដ៏ធ្ងន់ធ្ងរទេដូច្នេះសូមពុទ្ធបរិស័ទបានជាទីពឹងថាសិលដែលខ្លួនបានរក្សាហើយថ្ងៃនេះគឺជាថ្ងៃ8រោចខែស្រាបហ្នឹងពុទ្ធបរិស័ទក៏បានរក្សាសមាទិសិលហើយមានន័យថាកំពុងតែបាននៅទីពឹងកំពុងតែបាននៅទីរលឹកសម្រាប់ខ្លួនយើងទាំងក្នុងពេលនេះនិងក្នុងអនាគតនៅខ្ញុំគណៈស្មារតីលើកឡើងប៉ុណ្ណឹងដើម្បីបានជាទីពឹងសម្រាប់ពុទ្ធបរិស័ទទាំងអស់គ្នាសូមអនុមោទនាហើយជាកិច្ចបន្តសូមរតនាព្រះមហាជយបណ្ឌិតោលៀងសវណ្ណដើម្បីផ្ដល់នៅគំនិតក៏ដូចជាទ្រឹស្ដីតាមពុទ្ធសាសនាជាពិសេសសម្រាប់ឧបាសិកាជាសុចិន្តាផ្ទាល់ឲ្យគាត់បានជាទីពឹងនៅក្នុងដំណើរជីវិតដែលជួបនៅបញ្ហាគឺរោគៈជាសណ្ណងនោះគឺការវិនិច្ឆ័យដោយសាររោគណាសូមរតនានិមន្តសូមអនុមោទនាសាធុសាធុសូមតាមអរគុណហើយសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងសូមធ្វើសេចក្តីរាប់អានចំពោះព្រះមហាគង់ផែងដែលមានវត្តមាននៅក្នុងទីនេះគេហដ្ឋានរបស់ឧបាសិកាជាចិន្តានៅក្នុងថ្ងៃឧបោសថសិលនេះកូនចៅបានមានសិទ្ធិជ្រះថ្លារៀបចំបុណ្យកុសលធ្វើសង្ឃទានដើម្បីបាននៅចំណែកបុណ្យជូនដល់អ្នកមានគុណរបស់គាត់គឺឧបាសិកាជាចិន្តាដែលកំពុងមានរោគាជាធិបៀតបៀនទៅលើសារពាង្គកាយរយៈកាលយូរថ្ងៃយូរខែមកហើយអំបញ្ញមិញពុទ្ធបរិស័ទបានស្ដាប់នៅការផ្ដល់ឱវាទដែលជាពុទ្ធភាសិតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅសេចក្តីវិន័យទាំង5ប្រការដែលយើងកំពុងតែជួបនៅក្នុងពេលនេះគឺសេចក្តីវិន័យដោយការមានរោគផងមានរោគហ្នឹងគឺមនុស្សជាទូទៅមិនអាចរត់រួចអំពីការកើតរោគហ្នឹងទេគ្រាន់ថារោគហ្នឹងវាមានធ្ងន់វាមានស្រាលជួនកាលអ្នកខ្លះកើតរោគស្រាលតិចទៅឬក៏ថាមិនសូវកើតរោគទេតែត្រង់ថាដែលគ្មានរោគសោះនោះគឺមិនបានទេសូម្បីព្រះពេកុលៈដែលនៅក្នុងសម័យពុទ្ធកាលដែលមានបច្ចុប្បន្នដល់ទៅ160ឆ្នាំក៏គង់មានរោគដែរប៉ុន្តែព្រះអង្គសម្ដែងថាជាបុគ្គលដែលមានរោគតិចព្រោះព្រះពេកុលៈនោះជាបុគ្គលមិនចេះកើតរោគឈឺពោះឈឺក្បាលឈឺចង្កេះឈឺខ្នងរោយដៃរោយជើងសពឹកសពុនអីទេតែអ្វីដែលជារោគរបស់លោកដែលជាប់ខ្លួនលោកដែរគឺរោគដែលកើតទាំង6ប្រការមានសីតាំងចេះអនហੰជីខេឆាពិបាសាឧច្ចារោបាសាវោក្តៅតិចស្រេកឃ្លានបាត់ជើងធំបាត់ជើងតូចហ្នឹងក៏រោគដែររោគជាប់តាមយើងมันអាចគេចផុតអំពីរឿងកើតរោគនេះបានទេបានជាព្រះមេត្តាព្រះអង្គទ្រង់ត្រាស់សម្ដែងថាខន្ធភិរៈខន្ធ5នេះគឺជាភិរៈដ៏ធ្ងន់ដែលកម្រនឹងសត្វលោកណាអាចនឹងជៀសផុតថាមានខន្ធហើយមិនឲ្យមានទុកនោះគឺអត់បានទេព្រះអង្គសម្ដែងថាបញ្ចុបាទានខន្ធាទុក្ខាសេចក្តីបំព្រួញនៃសេចក្តីទុក្ខទាំងអស់គឺស្ថិតនៅលើខន្ធ5នេះឯងដែលជាបណ្ដុំនៃសេចក្តីទុក្ខហើយដល់តែយើងជាមនុស្សធម្មតាដែលតែងតែទទួលរងនៅការបៀតបៀនអំពីរោគហ្នឹងព្រះអង្គសម្ដែងថាជាសេនារបស់មច្ចុទេតាមហាសេនីអ្នកមច្ចុណាគឺថាខន្ធ5ហ្នឹងគឺវាមានសេនារបស់មច្ចុ
មកចោមរោមបៀតបៀនបាទចោមរោមបៀតបៀនជារៀងរាល់ពេលណាដាក់តបពង្រាយកម្លាំងដើម្បីចូលមកស៊ើបអង្កេតជារៀងរាល់ពេលឋាននគររូបរាងកាយនឹងវាចុះខ្សោយពេលណាក៏បញ្ជូនមេតបខ្លាំងមកវាយសង្គ្រប់ធ្វើសង្គ្រាមទាមទារយកនគរកាយនឹងតែម្ដងនេះបញ្ជាក់ឲ្យឃើញថាយើងមិនមានឥទ្ធិពលណាមួយដើម្បីច្បាំងជាមួយនឹងមច្ចុគឺស្ដេចបច្ចរិកនោះបានឡើយហើយព្រះអង្គប្រៀបធៀបថាប្រៀបដូចជាដុំថ្មសិលាដែលធ្លាក់មកអំពីលើកំពូលភ្នំរមែងសង្កត់សង្កិននៅបុគ្គលទាំងពួងដែលនៅឯដកខាងក្រោមយ៉ាងណាមិញជារាក្តីព្យាធិក្តីមរណៈក្តីក៏តែងតែរមៀលកិននៅអត្តភាពរូបរាងកាយរបស់សត្វសត្វតនិកទាំងឡាយគ្រប់គ្នាมันអាចមាននរណាមួយអាចគេចផុតបានឡើយណាហ្នឹងគឺសត្រូវដ៏ធំហ្នឹងគឺអញ្ចឹងគឺមានការរុកគួនមានការជិះជាន់ឈ្លីនៅបរិសុទ្ធស្ត្រីគ្រប់គ្នារាល់ពេលរាល់វេលាព្រោះហេតុនោះការដែលយើងបានដឹងនៅសេចក្តីទុក្ខដែលជាគ្រឿងកើតឡើងប្រចាំលោកនេះទៅហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ណែនាំថានោះហើយគឺជាសេចក្តីទុក្ខណាគឺបង្ហាញឲ្យឃើញថាជាសេចក្តីទុក្ខដែលកើតមានដោយសារតែមានខណ្ឌ5ហ្នឹងហើយព្រះអង្គសម្ដែងបង្ហាញអំពីមូលហេតុដែលនាំឲ្យកើតទុក្ខហ្នឹងហេតុដែលនាំឲ្យកើតទុក្ខគឺតណ្ហាដែលសេចក្តីប្រាថ្នាទាំងឡាយទាំងពួងមិនចេះចប់មិនចេះហើយជាហេតុបង្កើតនៅសេចក្តីទុក្ខកាលណាបើមានតណ្ហាមានសេចក្តីប្រាថ្នាសពគ្រប់បែបយ៉ាងហើយសត្វតនិកទាំងឡាយហ្នឹងមិនមានចេះឆ្អែតឆ្អន់ទេម្ល៉េះហើយអាការដែលមិនចេះឆ្អែតឆ្អន់ហ្នឹងធ្វើឲ្យចិត្តហ្នឹងមិនចេះស្ងប់ព្រះអង្គសម្ដែងយេថាមេហេតុបភវាទេសង្ហេតុងតថាគតោនោះគឺថាព្រះតថាគតតែងបើកបង្ហាញនៅសេចក្តីទុក្ខដែលកើតឡើងព្រមទាំងមូលហេតុនាំឲ្យកើតសេចក្តីទុក្ខហ្នឹងបានដល់ទុក្ខហើយនឹងសមុទយសច្ចៈអញ្ចឹងហេតុនិងផលគឺវាទៅត្រូវគ្នាហើយកាលណាបើសត្វលោកមានបំណងមានប្រាថ្នាមិនចេះចប់មិនចេះហើយហ្នឹងធ្វើឲ្យសត្វលោកហ្នឹងមិនចេះឆ្អែតណាហើយទីបំផុតសេចក្តីចាស់ជរាក្រំគ្រាគ្រប់សង្កត់ទៅរមែងទៅទាំងដែលមិនឆ្អែតនឹងឯងទៅទាំងដែលជាប់ចំណងនឹងឯងហើយព្រះអង្គសម្ដែងថាទេសង្ឃយោនិរោធោចៈអេវង្វាទីមហាសមណោគឺថាព្រះតថាគតក៏តែងតែពោលនៅធម៌ជាគ្រឿងរលត់នៅសេចក្តីទុក្ខព្រមទាំងហេតុដែលជាគ្រឿងរលត់នៅសេចក្តីទុក្ខហ្នឹងពោលនៅការរំលត់ទុក្ខហើយនឹងគ្រឿងរំលត់ទុក្ខសំដៅដល់ការដែលព្រះអង្គលើកឡើងអំពីនិរោធសច្ចៈនិងមគ្គសច្ចៈនិរោធគឺការរំលត់នៅសេចក្តីទុក្ខបានដល់ការរំលត់នៅលោភៈទោសៈនិងមោហៈហើយមិនត្រឹមតែប៉ុណ្្នឹងទេដើម្បីប្រតិបត្តិឲ្យបានរួចផុតអំពីសេចក្តីទុក្ខគឺមានផ្លូវសម្រាប់ដើរព្រះអង្គបើកបង្ហាញនៅសន្តិមេគាគឺផ្លូវដ៏សុខផ្លូវដ៏ស្ងប់ដែលហៅថាអដ្ឋង្គិកមៈដែលជាមគ្គប្រកបដោយអង្គ8ប្រការមានសមាទិដ្ឋិគឺការយល់ឃើញត្រូវជាដើមការយល់ឃើញត្រូវនេះសំខាន់ណាស់ដោយយើងបានស្ដាប់អំបញ្ញមិញថានៅពេលដែលមនុស្សមានទិដ្ឋិវិបត្តិគឺការយល់ឃើញខុសចាកអំពីមគ្គផលចាកអំពីហេតុនិងផលហើយរមែងប្រព្រឹត្តទៅជាទង្វើខុសឆ្គងផ្សេងម្ល៉េះហើយការប្រព្រឹត្តនៅអំពើខុសឆ្គងដោយអំណាចនៃមិច្ឆាទិដ្ឋិហ្នឹងវាជាការប្រព្រឹត្តទៅដើម្បីនាំសត្វលិចលង់នៅក្នុងអបាយទុក្ខប៉ុន្តែសមាទិដ្ឋិគឺការយល់ឃើញត្រឹមត្រូវណាគឺជាការបើកបង្ហាញនៅផ្លូវសុខផ្លូវល្អនោះព្រះអង្គទ្រង់ត្រាស់សម្ដែងគឺបានដល់ការយល់ឃើញត្រូវហើយការយល់ឃើញត្រូវហ្នឹងគឺដើម្បីឲ្យបាននៅការយល់ឃើញត្រូវទាល់តែពឹងទៅលើការសេពគប់នឹងសត្វបរោះការសេពគប់នឹងមនុស្សល្អទើបមានការយល់ឃើញត្រូវការយល់ឃើញត្រូវសំដៅទៅលើអ្វីគឺសំដៅទៅលើការយល់ឲ្យដឹងច្បាស់នៅហេតុនិងផលណាហើយម្យ៉ាងទៀតគឺលោកសំដៅទៅលើការឃើញច្បាស់នៅអរិយសច្ចធម៌4ហ្នឹងគឺជាការយល់ឃើញរបស់ព្រះអរិយបញ្ញាដែលជាគ្រឿងដឹងច្បាស់ឧតបាតិញាណังចក្ខុងឧតបាតិភ្នែកគឺបញ្ញាមើលឃើញភ្នែកគឺបញ្ញាមើលឃើញញាណังឧតបាតិញាណគឺបញ្ញាសម្រាប់អាកាត់ឲ្យដឹងខុសដឹងត្រូវហ្នឹងក៏កើតឡើងបញ្ញាឧតបាតិ
បញ្ញាគឺការឃើញជាក់ច្បាស់យល់ជាក់ច្បាស់ឧត្តបាតិវិជ្ជាគឺការកម្ចាត់បងនៅសេចក្តីងងឹតកើតឡើងដែរឧត្តបាតិអាឡោកោគឺថាពន្លឺភ្លឺស្វាងកើតឡើងនៅក្នុងមโนគតិរបស់យើងហើយគឺថារមែងកម្ចាត់បងនៅសេចក្តីសង្ស័យទាំងពួងអញ្ចឹងការបាននៅការយល់ឃើញត្រឹមត្រូវហ្នឹងគឺជាការបានដ៏ប្រសើរណាស់គឺជាការបាននៅសម្បត្តិដ៏ទូលំទូលាយសម្រាប់ដើរផ្លូវគឺអាចនឹងធ្វើឲ្យឈ្នះនៅសេចក្តីទុក្ខទាំងពួងធ្វើនៅទិដ្ឋិហ្នឹងគឺសំខាន់ណាស់ការយល់ឃើញត្រឹមត្រូវហ្នឹងគឺសំខាន់ណាស់បើយើងខ្វះនៅសមាទិដ្ឋិនេះហើយគឺมันអាចរួចផុតអំពីសេចក្តីទុក្ខបានទេព្រោះហេតុនោះពុទ្ធបរិស័ទទាំងឡាយមានឧបាសិកាជាចិន្តាជាដើមអ្វីត្បិតតែមានជំងឺឈឺថ្កាត់នៅក្នុងរូបរាងកាយនឹងក៏ពិតមែនក៏ប៉ុន្តែក៏តោងតែយើងបាននឹកគិតដល់អវាទានុសាសនីរបស់ព្រះសម្មាសម្ពុទ្ធជារឿយដើម្បីជាគ្រឿងទូនមានចិត្តព្រះអង្គសម្ដែងឲ្យយើងចេះពិចារណានៅសភាពមិនស្អាតនៃអត្តភាពរូបរាងកាយនឹងរូបរាងកាយនឹងគឺជាសម្បុកនៃរោគគឺបរិច្ចិនមិទាំងរូបបាំងរូបហ្នឹងគឺចាស់ជារាក្រំគ្រាហើយរោគអនិច្ចំបភ័ងគុណังគឺជាសម្បុកនៃរោគគឺជារូបរាងកាយដែលមានសភាពពុកផុយស្អុយរលួយបែកធ្លាយមរណន្តង្ហិជីវិតាំងគឺថារូបកាយហ្នឹងជីវិតអត្តភាពហ្នឹងតែងមានសេចក្តីស្លាប់នៅខាងចុងបំផុតលើកយកនៅព្រះពុទ្ធភាសិតហ្នឹងមកគិតមកពិចារណាផងហើយពិចារណានៅសភាពមិនទៀងរបស់លោកនេះផងគឺថាសัพពលោកេអនភិរតសញ្ញាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅសញ្ញាមួយដើម្បីឲ្យយើងពិចារណាថាកុំឲ្យយើងមើលឃើញថាមានអ្វីជាគ្រឿងត្រេកអរជាគ្រឿងពេញចិត្តនៅក្នុងលោកនេះឡើយស្អីក៏ដោយគឺថានៅក្នុងលោកនេះត្រូវសត្វលោកលះបង់នៅរបស់ទាំងអស់ហ្នឹងអត់មានអ្វីជាគ្រឿងត្រេកអរជាគ្រឿងពេញចិត្តឡើយហើយធ្វើចិត្តឲ្យសុខធ្វើចិត្តឲ្យស្ងប់ទទួលយកនៅអ្វីដែលជាការពិតហ្នឹងដើម្បីញ៉ាំងចិត្តឲ្យស្ងប់ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងគុណបរតនត្រ័យនិងព្យាយាមស្វាធ្យាយព្យាយាមផ្គងចេតនារក្សាសិល5ក្តីរក្សាសិល8ក្តីដើម្បីបានជាទីពឹងដើម្បីបានជាបុណ្យកុសលដើម្បីជាទីពឹងទៅក្នុងបរលោកព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាពុំមានសេចក្តីសុខឯណាពុំមានអ្វីណាទីតីក្រៅអំពីបុណ្យកុសលនេះឡើយគឺជាទីពឹងរបស់សត្វលោកនៅក្នុងបរលោកអញ្ចឹងសូមញាតិញោមពុទ្ធបរិស័ទតាំងចិត្តជ្រះថ្លានៅក្នុងបុណ្យកុសលនៅក្នុងថ្ងៃនេះណាហើយពិសេសគឺប្រកាន់ខ្ជាប់ទុកដាក់នៅក្នុងសន្តានចិត្តណានៅពុទ្ធភាសិតដោយលោកម្ចាស់បានលើកមិញអញ្ចឹងសុខខាងយាវៈជារាសីឡាំងសេចក្តីសុខណាដែលកើតមកអំពីការរសាសិលហ្នឹងគឺផ្ដល់សេចក្តីសុខឲ្យយើងរហូតដល់ចាស់ជរាសុខាសទ្ធាបតិដ្ឋិតាសទ្ធាដែលតម្កល់មមល្អហើយនាំមកនៅសេចក្តីសុខណាសុខោបញ្ញាបដិលាភោការបានប្រកបនៅបញ្ញាការបានចំពោះនៅបញ្ញារមែងនាំមកនៅសេចក្តីសុខបាណាំងអករណាំងសុខខាងការមិនធ្វើនៅអំពើបាបទាំងពួងរមែងបានដល់នៅសេចក្តីសុខប៉ុណ្ណាសូមអនុមោទនាសូមអរគុណចំពោះព្រះមហាជាយបណ្ឌិតោលឿងសវណ្ណដែលបានសម្ដែងបញ្ជាក់អំពីទិសដៅនៃសេចក្តីសុខក៏ដូចជាទិសដៅដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ប្រកាសសម្ដែងនៅព្រះធម៌ដើម្បីបានជាទីពឹងរបស់សត្វលោកញាតិញោមពិចារណាមើលថាទីពឹងរបស់យើងនៅក្នុងពេលនេះក៏ដូចជាញោមបាសិកាជាចិន្តាដែលគាត់មានរោគអញ្ចឹងទៅហើយសូម្បីតែមានទ្រព្យក៏មិនអាចជួយបានមានអ្វីទៀតមានកូនមានចៅអីត្រឹមតែបានជួយជំនួយខ្លះប៉ុន្តែថាឲ្យបានជាទីពឹងឲ្យបានជាទីរលឹកមែនតែនោះมันអាចទៅបានទេគឺមានតែកុសលធម៌តែម្យ៉ាងតែប៉ុណ្ណោះដែលជាទីពឹងមានទាំងការរក្សាសិលមានការបំពេញបុណ្យកុសលផ្សេងហើយថ្ងៃនេះកូនចៅប្រុសស្រីបានដឹងថាមានតែបុណ្យកុសលទៅជួយបានទៅបំពេញបុណ្យកុសលថ្ងៃនេះក៏ជាការជូនបុណ្យដល់ឧបាសិកាដើម្បីបានត្រេកអរនៅក្នុងចំណែកនៃបុណ្យនឹងហើយញ៉ាំងចិត្តជ្រះថ្លារបស់ខ្លួនឲ្យថាហាក់បីដូចជាខ្លួននឹងបានធ្វើដោយខ្លួនឯងពេលហ្នឹងហើយការដែលចិត្តត្រេកអរការដែលចិត្តជ្រះថ្លានៅក្នុងពេលហ្នឹងបុណ្យនឹងឯងបានជាទីពឹងទីរលឹក
ហើយបុត្រធីតាប្រុសស្រីទាំងអស់គ្នាក៏បានសប្បាយចិត្តរីករាយដោយឃើញបាសិកាបានទទួលនៅសេចក្តីត្រេកអរដែលកើតអំពីការបំពេញបុណ្យនៅក្នុងពេលនេះនៅក្នុងវេលាឱកាសនេះដោយពេលវេលាក៏ច្រើនទៅខ្ញុំគណៈអាត្មាភាពទាំងពីររូបក៏សូមលើកកងការមហាកុសលដែលកើតអំពីការសម្ដែងរៀបរាប់ជាពុទ្ធឱវាទក៏ដូចជាការដែលបំពេញបុណ្យកុសលដតីយ៉ាងច្រើននៅក្នុងពុទ្ធសាសនាសូមលើកបុណ្យកុសលទាំងអស់នឹងជូនដល់បាសិកាជាចិន្តាសូមបុណ្យកុសលទាំងអស់នឹងបានប្រសិទ្ធាននៅក្នុងសន្តានចិត្តរបស់បាសិកាហើយបានជាទីពឹងទីរលឹកសម្រាប់ពេលនេះក៏ដូចជាសម្រាប់នៅក្នុងពេលអនាគតជាតិកំបីអខានឡើយមួយចំណែកទៀតក៏សូមលើកបុណ្យកុសលជូនដល់ពុទ្ធបរិស័ទមានបុត្រធីតាប្រុសស្រីរបស់បាសិកាជាដើមសូមបានចំណែកបុណ្យទាំងអស់គ្នាដែលកើតនៅក្នុងពេលនេះក្តីបុណ្យកុសលដែលអាត្មាភាពទាំងពីររូបបានបំពេញក្តីក៏សូមបានជាចំណែកបុណ្យបាននៅទីបំផុតទុកក្នុងការជាអនាគតកំបីអខានឡើយសូមអនុមោទនា